សូមស្វាគមន៍មកកាន់ Channel YouTube គណិតវិទ្យានៃអនាគតជា Channel YouTube មួយដែលត្រូវបានបង្កើតឡើងដើម្បីចែករំលែកចំណេះដឹងដល់សិស្សពីថ្នាក់អនុវិទ្យាល័យរហូតដល់វិទ្យាល័យដូច្នេះដើម្បីទទួលបាននូវចំណេះដឹងថ្មីៗក៏ដូចជាលំហាត់ល្អៗដើម្បីសិក្សាស្រាវជ្រាវសូមកុំភ្លេចចុច Like និង Subscribe សូមអរគុណដូច្នេះយើងចូលដល់លំហាត់ថ្មីមួយសម្រាប់សិស្សថ្នាក់ទី12នៅក្នុងមេរៀនអង្គតិកាលកំណត់ចឹងកុំឲ្យខាត់ពេលយូរសូមទស្សនាគេឲ្យអង្គតិកាលចំនួន2គឺ e ស្មើអង្គតិកាលកំណត់ពី0ទៅដល់ π លើ4នៃ sin carré x cos ស្វ័យគុណ 4x និងអង្គតិកាល z ជាអង្គតិកាលកំណត់ពី0ទៅដល់ π លើ4នៃ cos carré x sin ស្វ័យគុណ 4x x dx បើគេយើងគណនា e បូក z e ដក z រួចទាញរកតម្លៃនៃ e និង z បាទអញ្ចឹងលោកគ្រូនឹងធ្វើការដោះស្រាយជូនអញ្ចឹងដំបូងឡើយគឺធ្វើការគណនា e បូក z អញ្ចឹងគេបាន e បូក z វាទៅជាអង្គតិកាលកំណត់ពី0ទៅដល់ π លើ4នៃ sin carré x cos sinស្វ័យគុណ 4x បូក cos sin carré x sinស្វ័យគុណ 4x អញ្ចឹងយើងឃើញថាកសោមនៅក្នុងអង្គតិកាលហ្នឹងគឺវាមាន sin និង cos ដូចគ្នាអញ្ចឹងយើងនឹងធ្វើការចាប់នៅ sin និង cos ដែលមានស្វ័យគុណតូចជាកតាបាទអញ្ចឹងយើងនឹងធ្វើការចាប់ sin carré x និង cos carré x អញ្ចឹងអង្គតិកាលយើងទៅជាអង្គតិកាលកំណត់ពី0ទៅដល់ π លើ4យើងទាញបាន sin carré x កតា cos carré x អញ្ចឹងយើងនៅសល់ sin carré x បូកឲ្យ cos carré x dx ប៉ុន្តែយើងបានដឹងថា sin carré x បូក cos carré x គឺវាស្មើនឹង1អញ្ចឹងអ្វីដែលនៅសល់គឺអង្គតិកាលកំណត់ពី0ទៅដល់ π លើ4នៃ sin carré x cos sin carré x បាទតែយើងនឹងគួរធ្វើបែបណាទៀតគឺយើងឃើញ sin x និង cos x អញ្ចឹងយើងក៏នឹកដល់រូបមន្តមួយដែលលោកគ្រូនឹងបង្ហាញនៅ slide ខាងក្រោមនេះបាទប៉ុន្តែមុននឹងធ្វើការបង្ហាញរូបមន្តនោះគឺលោកគ្រូនឹងសរសេរ sin x cos x នេះលើកជាការ៉េរួមគ្នាសិនបាទអញ្ចឹងគេមានរូបមន្ត2 sin x cos x វាស្មើនឹង sin 2x បាទស្មើនឹង sin 2x អញ្ចឹងកន្លែងនេះគឺលោកគ្រូនឹងថែមលេខ2ទៅពីមុខ sin x cos x ប៉ុន្តែនៅពេលដែលយើងដាក់លេខ2នៅពីមុខ sin x cos x ហ្នឹងវាធ្វើឲ្យតម្លៃកសោមហ្នឹងប្រែប្រួលដែរបាទគឺលោកគ្រូបានថែម2នៅពីមុខ sin x cos x ហើយលើកវាជាការ៉េអញ្ចឹងយើងនឹងទទួលបាន2ការ៉េចឹងតម្លៃរបស់2ការ៉េហ្នឹងគឺស្មើនឹង4ប៉ុន្តែជាក់ស្ដែងនៅក្នុងអង្គតិកាលដើមរបស់យើងគឺអត់មាន4ទេអញ្ចឹងដើម្បីកុំឲ្យលើសតម្លៃបាទអញ្ចឹងយើងត្រូវដាក់ពីមុខ1លើ4ព្រោះ1លើ4ហ្នឹងវានឹងសម្រួលជាមួយនឹង2ការ៉េដែលយើងបានបន្ថែមហ្នឹងអញ្ចឹងយើងឃើញថាវាចូល2 sin x cos x 2 sin x cos x ចាហ្នឹងវាទៅជា sin 2x អញ្ចឹងយើងសរសេរទៅជាស្មើ1លើ4អង្គតិកាលកំណត់ពី0ទៅដល់ π លើ4នៃ sin ការ៉េ 2x dx បាទ sin ការ៉េ 2x dx អញ្ចឹងយើងអត់មានជារូបមន្តសម្រាប់គណនា sin ការ៉េ 2x ទេបាទសម្រាប់ថ្នាក់ទី12យើងប៉ុន្តែយើងអាចបំលែងវាបានអញ្ចឹងសូមមើលរូបមន្តប្រើសម្រាប់បំលែងអង្គតិកាលនេះគឺ sin ការ៉េ x ស្មើ1ដក cos 2x លើ2អញ្ចឹង sin ការ៉េ x ស្មើ1ដក cos 2x លើ2អញ្ចឹងយើងឃើញថាបើសិនជានៅក្នុង sin គឺជា 1x កន្លែង cos គឺ cos 2x ប៉ុន្តែ sin យើងពេលនេះគឺ sin 2x អញ្ចឹងកន្លែង cos វាទៅជា4បាទយើងគុណនឹង2ដែរអញ្ចឹងយើងទទួលបាន1លើ4អង្គតិកាលកំណត់ពី0ទៅដល់ π លើ4នៃ1ដក cos sin 4x នៅលើ2 dx អញ្ចឹង2ហ្នឹងយើងគុណជាមួយ4នៅខាងក្រោមនេះទៅវាទៅជា1លើ8អង្គតិកាលកំណត់ពី0ទៅដល់ π លើ4នៃ1ដក cos sin 4x dx អញ្ចឹងមកដល់កន្លែងនេះគឺយើងមានរូបមន្តគណនាបាទអង្គតិកាល1 dx ហ្នឹងវាចេញបានអក្សរ x ណាចាហ្នឹងលោកគ្រូអត់សរសេរជូនទេ
ដល់ពេលអង្គទីក្រាលនៃ cosinus AX បាទអង្គទីក្រាលនៃ cosinus AX ហ្នឹងគេមានរូបមន្តវាចេញបាន1លើ A sin AX បូក C 1លើ A sin AX បូក C តែសូមបញ្ជាក់ថាដោយសារអង្គទីក្រាលយើងពេលនេះគឺជាអង្គទីក្រាលកំណត់អញ្ចឹងយើងមិនបាច់បូក C ទេអញ្ចឹងយើងបន្តកណនាចឹងទទួលបាន1លើ8នៃលេខ1ក្នុងអង្គទីក្រាលវាចេញបានអក្សរ x ដល់ពេលកូសនៅក្នុងកូសវាមានលេខ4អញ្ចឹងយើងសរសេរថាដកហើយយើងដាក់1លើ4ឲ្យត្រូវរូបមន្តយើងណារូបមន្តយើងគឺ1លើ a អញ្ចឹងកន្លែងហ្នឹង1លើ4 sin នេះ4 4x កំណត់ពី0ទៅដល់ pi លើ 4ឥឡូវដល់វគ្គចំនួន0និង pi លើ4ចូលអញ្ចឹងយើងត្រូវដឹងថាយើងត្រូវចំនួនអ្នកណាចូលមុនអញ្ចឹងលោកគ្រូនឹងផ្ដល់ជារូបមន្តបាទគឺអង្គទីក្រាលកំណត់ពី a ទៅដល់ b f នៃ x នៃ x វាចេញបាន f ធំនៃ x កំណត់ពី a ទៅដល់ b អញ្ចឹងស្មើ f នៃ b ដក f នៃ a អញ្ចឹងមានថាយើងយកអក្សរ b វាត្រូវនឹង pi លើ4ក្នុងលំហាត់យើងទៅជំនួសចូលមុនឲ្យអស់ហើយបណ្ដក f នៃ a ទៅត្រូវនឹងលេខ0អញ្ចឹងវាស្មើ1លើ8អញ្ចឹងកន្លែងអក្សរ x លោកគ្រូដាក់ pi លើ4ចូលដក1លើ4 sin នេះ 4x អញ្ចឹងវាទៅជា4គុណនឹង pi លើ4អាហ្នឹងគឺ f នៃ b យើងអស់ដក f នៃ a បាទអញ្ចឹងយើងបើកវងកញ្ចក់យើងទទួលបាន0ដក1លើ4 sin នេះ0បាទអញ្ចឹងកន្លែង sin 4គុណនឹង pi លើ4យើងសម្រួល4ទៅវាសល់ sin pi អញ្ចឹង sin pi ស្មើ0បាទអញ្ចឹងមកដុំ1លើ4 sin នេះ4គុណនឹង pi លើ4នោះ0បាទហើយដកដល់ពេលនោះ0ដែរ sin 0ក៏0អញ្ចឹងយើងនៅសល់តែ pi លើ4ទេអញ្ចឹង pi លើ4ត្រូវគុណនឹង1លើ8បាទ pi លើ4គុណនឹង1លើ8 pi ម្ដង pi 4 8ដង30 32អញ្ចឹងតម្លៃនៃអង្គទីក្រាលរបស់យើងគឺនៅពេលដែល e បូក c ហ្នឹងវាស្មើនឹង pi លើ30 32